ន័យថាប្រជាពលរដ្ឋភាគច្រើនដែលមានជំនឿលើព្រះពុទ្ធសាសនាជាក់ស្ដែងប្រជាជនកម្ពុជាគឺមានចំនួនប្រមាណ 90% នៃប្រជាជនសរុបគឺមានការគោរពដើរតាមព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយតែក៏មានពុទ្ធបរិស័ទមួយចំនួនតូចក្នុងការកាន់នៅលទ្ធិផ្សេងៗឬក៏ជំនឿផ្សេងៗផងដែរប្រជាពលរដ្ឋខ្មែរភាគច្រើនគឺជាអ្នកមានជំនឿឡើងជឿជាក់ចំពោះព្រះពុទ្ធសាសនាហើយនាំគ្នាគោរពប្រតិបត្តិតាមពាក្យព្រានប្រដៅរបស់ព្រះអង្គដែលមានជាយូរលង់ណាស់មកហើយប្រជាពលរដ្ឋខ្មែរដែលមានជំនឿលើព្រះពុទ្ធសាសនាបើពោលដោយសង្ខេបគឺមានជំនឿលើព្រះពុទ្ធសាសនាគឺជាសាសនាប្រកបដោយហេតុផលគឺជាសាសនាប្រកបដោយសម្ដីពិតជាសាសនាប្រាប់អំពីការលះបង់នូវសេចក្តីអាក្រក់ឲ្យធ្វើតែសេចក្តីល្អជាសាសនាដឹកនាំពុទ្ធសាសនិកឲ្យងាកទៅរកផ្លូវត្រូវនិងចាក់ចេញពីផ្លូវខុសជាសាសនាជួយដល់សត្វលោកឲ្យស្គាល់អំពីការអព្យាស្រ័យនិងឲ្យស្គាល់អំពីមធ្យោបាយក្នុងការរំដោះខ្លួនឲ្យផុតពីទុក្ខទោសហើយបានសម្រេចនូវសេចក្តីសុខសេងសាងនាពេលខាងមុខនេះគឺជាជំនឿដែលពលរដ្ឋខ្មែរជឿជាក់លើពុទ្ធសាសនាថាជាសាសនាដែលមានហេតុផលមានប្រយោជន៍និងសេចក្តីសុខជូនសត្វលោកយ៉ាងណាមិញយើងមិនទាន់ដឹងពីលក្ខណៈពិសេសរបស់ព្រះពុទ្ធសាសនានៅឡើយទេដែលធ្វើឲ្យមនុស្សជាច្រើនគាត់មានជំនឿមិនថានៅប្រទេសកម្ពុជាឬក៏ប្រទេសដទៃថ្ងៃនេះយើងមកជុំអំពីលក្ខណៈពិសេសទាំង10របស់ព្រះពុទ្ធសាសនាដូចខាងក្រោមនេះទី1ព្រះពុទ្ធសាសនាបានមកក្នុងព្រះនាមព្រះពុទ្ធដោយសំដៅលើព្រះសមណីសម្មាសម្ពុទ្ធដែលមានន័យថាការត្រាស់ដឹងដោយសច្ចភាពពាក្យនេះគឺមកពីពាក្យបាលីភាសាមួយក្នុងចំណោមភាសាបុរាណបំផុតរបស់ពិភពលោកទី2ត្បិតតែប្រភពមួយចំនួនអះអាងថាព្រះពុទ្ធសាសនាកើតចេញអំពីប្រទេសឥណ្ឌាប៉ុន្តែការពិតសាសនាធំជាងគេទី4នៅលើពិភពលោកនោះត្រូវបានគេរកឃើញដំបូងបំផុតនៅភាគខាងលិចនៃប្រទេសនេប៉ាល់ទី3ពុទ្ធសាសនិកមិនជឿលើព្រះណាទាំងអស់ហើយក៏មិនគោរពបូជាព្រះពុទ្ធដែរប៉ុន្តែធ្វើតាមការបង្រៀនរបស់ព្រះពុទ្ធដោយហេតុថាព្រះពុទ្ធត្រូវបានគេចាត់ទុកជាបរមគ្រូមិនមែនជាអតិទេពឡើយចំណុចទី4ព្រះពុទ្ធសាសនាចាប់ផ្ដើមកើតក្នុងចន្លោះឆ្នាំ543ដល់ឆ្នាំ480មុនគ្រិស្តសករាជដោយផ្ដើមក្រោយព្រះអង្គបានចាកចេញពីក្រុមគ្រួសាររាជវង្សដើម្បីស្វែងរកសន្តិភាពនិងការត្រាស់ក្រោយមកព្រះអង្គបានទទួលការត្រាស់ដឹងក្រោមដើមល្វាឬក៏ដើមពោធិព្រឹក្សដែលស្ថិតនៅក្នុងភូមិបតកាយារដ្ឋបិហារប្រទេសឥណ្ឌាចំណុចទី5មូលដ្ឋានគ្រឹះនៃការបង្រៀនទាំង3នៃសាសនាត្រូវបានគេស្គាល់ថារតនសម្បត្តិទាំង3គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះពុទ្ធសំដៅទៅលើព្រះសមណីសម្មាសម្ពុទ្ធព្រះធម៌សំដៅទៅលើការបង្ហាត់បង្រៀនរបស់ព្រះសមណីសម្មាសម្ពុទ្ធព្រះសង្ឃសំដៅទៅលើបុព្វជិតដែលធ្វើតាមព្រះធម៌ទី6ប្រទេសដែលគោរពព្រះពុទ្ធសាសនាច្រើនជាងគេនៅចិនជប៉ុនកូរ៉េនិងអាស៊ីអាគ្នេយ៍ទី7គ្រឹះក្នុងការទូន្មានទាំង3នៃសាសនាគឺប្រាជ្ញាការរួបរวมនិងវិន័យតាមការបង្រៀនរបស់ពុទ្ធសាសនាគ្មានអ្វីក្នុងលោកជារៀងរហូតនោះទេអ្វីទាំងអស់គឺជាបណ្ដោះអាសន្នប៉ុណ្ណោះដែលព្រះអង្គហៅថានិព្វានទី8បាបកម្មទាំង3នៃព្រះពុទ្ធសាសនាគឺមោហៈបានន័យថាភាពល្ងងខ្លៅលោភៈគឺបានន័យថាភាពចង់បាននិងទោសៈគឺកំហឹងទី9គម្ពីរពិសិដ្ឋមានឈ្មោះថាព្រះត្រៃបិដកដែលជាភាសាបាលីសំស្ក្រឹតហើយបែងចែកជា 84,000 ធម្មខណ្ឌទី10ពុទ្ធសាសនាមាន2និកាយធំៗគឺមហាយាននិងហីនយាន